ធ្វើអ្វីក៏ដោយកុំឲ្យលើសប្រមាណសួស្តីពុកម៉ែបងប្អូនទាំងគ្នាយើងធ្វើអ្វីមួយក៏ដោយយើងត្រូវតែចេះគិតគូរកុំឲ្យវាមានពាក្យថាលើសពេកនៅក្នុងជីវិតប្រចាំថ្ងៃឬក៏សកម្មភាពដែលយើងធ្វើជាប្រចាំថ្ងៃណាដូចជាឧទាហរណ៍ថាហូបអាហារច្រើនពេកប្រេងចាក់កំប៉ុងឬក៏អាហារកែច្នៃច្រើនពេកច្បាស់ណាស់វាប្រកាសជាមិនល្អសម្រាប់សុខភាពទេមែនណាដូចជា stress ពេកឬក៏រៀនច្រើនពេកដើរយប់ពេកក៏ដោយនិយាយទៅឲ្យតែសកម្មភាពប្រចាំថ្ងៃបើសិនជាយើងធ្វើវាតែគេថាវាលើសប្រមាណណាច្បាស់ណាស់វាប្រកាសជាមិនល្អសម្រាប់ខ្លួនយើងទេដូច្នេះហើយអ្នកនរគ្នាគួរតែគ្រប់គ្រងខ្លួនឯងសកម្មភាពប្រចាំថ្ងៃហើយអ្នកគ្នាត្រូវវាជះឥទ្ធិពលដល់សង្គមរបស់យើងផងដែរបើសិនជាយើងចេះគ្រប់គ្រងវាបានល្អសង្គមរបស់យើងក៏ខ្ញុំគិតថាប្រហែលជាគ្មានប្រទេសណាដែលហ៊ានមើលងាយយើងនោះទេដោយសារតែយើងមានបង្កើតវិន័យសម្រាប់ខ្លួនឯងបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងឯង